ការផលិតមាសរបស់ចិនកើនឡើងខណៈតម្រូវការវិនិយោគកើនឡើងខ្លាំងនៅឆ្នាំ2025ការផលិតមាសរបស់ចិនបានកើនឡើងបន្តិចនៅឆ្នាំ2025ខណៈការប្រើប្រាស់សរុបបានធ្លាក់ចុះដោយសារតែការផ្លាស់ប្ដូរពីការទិញគ្រឿងអលង្ការទៅរកការផលិតសម្រាប់វិនិយោគតាមទិន្នន័យដែលចេញផ្សាយដោយសមាគមចិន China Gold Association នៅថ្ងៃប្រហ័សប្រទេសចិនបានផលិតមាសចំនួន 381.339 តោនក្នុងឆ្នាំមុនកើនឡើង 1.09% បើប្រៀបធៀបនឹងឆ្នាំមុនខណៈការផលិតមាសពីវត្ថុធាតុដើមនាំចូលបានកើនឡើង 8.81% ទៅ 170.681 តោននេះបើតាមប្រភពគេហទំព័រចិនស៊ីនហួរបានចេញផ្សាយសមាគមនេះបានឲ្យដឹងថាគម្រោងស្វែងរករ៉ែការអភិវឌ្ឍនិងបច្ចេកវិទ្យាជាច្រើនបានទទួលជោគជ័យជាដំណាក់កាលនៅឆ្នាំ2025ផ្នែកការប្រើប្រាស់មាសសរុបបានឈានដល់ 950.096 តោនក្នុងឆ្នាំមុនធ្លាក់ចុះ 3.57% បើប្រៀបធៀបនឹងឆ្នាំមុនមកដោយសារតម្រូវការគ្រឿងអលង្ការធ្លាក់ខ្លាំងខណៈការទិញដុំមាសនិងកាក់មាសបានកើនឡើងខ្លាំងដែលនេះជាលើកដំបូងដែលកម្រិតវិនិយោគមាសប្រចាំឆ្នាំនៅចិនឡើងលើសពីការប្រើប្រាស់គ្រឿងអលង្ការសកម្មភាពជួញដូរដែលពាក់ព័ន្ធនឹងមាសបានកើនឡើងខ្លាំងនៅទីផ្សារក្នុងស្រុកដោយបរិមាណជួញដូរមាសសរុបនៅទីផ្សារមាស Shanghai Gold Exchange និងទីផ្សារ Shanghai Future Exchange បានកើនឡើងយ៉ាងខ្លាំងបង្ហាញពីការចូលរួមរបស់វិនិយោគិនកាន់តែច្រើនក្នុងបរិបទដែលតម្លៃមាសនៅកម្រិតខ្ពស់តម្លៃមាសខ្ពស់ក៏បានជំរុញឲ្យមានការចូលមកវិនិយោគយ៉ាងខ្លាំងក្នុងមូលនិធិមាស ETF ដោយបានបន្ថែម 133.118 តោនក្នុងឆ្នាំនោះកើនឡើងដល់ 149.91% បើប្រៀបធៀបនឹងឆ្នាំ2024ហើយបានធ្វើឲ្យបរិមាណកាន់កាប់សរុបរបស់មាស ETF ឡើងដល់ 247.852 តោននៅចុងខែធ្នូតាមទិន្នន័យដែលបានបញ្ជាក់តម្រូវការកើនឡើងក្នុងវិស័យវិនិយោគមាសរបៀបនេះសបញ្ជាក់ឲ្យឃើញថាតម្រូវការពីប្រទេសចិនដែលជាប្រទេសប្រើប្រាស់មាសច្រើនជាងគេលើពិភពលោកនោះនៅតែខ្លាំងនៅឡើយដែលនៅតែជាកត្តាគាំទ្រតម្លៃមាសនាពេលអនាគតបន្ថែមទៀតផងដែរ